នេះបងប្អូនចាប់ផ្ដើមបាទបងប្អូនហើយនេះគឺជាតាមបែបទំនៀមទម្លាប់ប្រពៃណីខ្មែរតាំងពីបុរាណកាលមកគឺកាលណាគិតធ្វើអ្វីមួយបន្ទាប់ពីការប្រមូលផលឲ្យគិតបានទទួលលទ្ធផលល្អគ្រប់ប្រសើរអញ្ចឹងក៏តែងតែមានគ្រឿងដង្វាយថ្វាយទៅដល់ថាអ្នកតាម្ចាស់ទឹកម្ចាស់ដីដឹងគុណទៅដល់ម្ចាស់ទឹកម្ចាស់ដីឬក៏អ្នកតាប្រៃព្រឹក្សាអ្នកតាវល់ដែលមើលថែរក្សានៅថាចំការឬក៏ដំណាំផ្សេងរបស់គាត់ឲ្យបានទទួលលទ្ធផលល្អដូច្នេះហើយគាត់ក៏រមែងតែងតែរំលឹកនឹកគុណដឹងគុណទៅដល់ពួកអស់លោកទាំងនោះបាទជួនកាលគាត់មានការសន្យាថាអូឲ្យតើអើយវាហើយបើសិនតែដំណាំរបស់ខ្ញុំស្វាយចន្ទីឬក៏ស្រូវស្រែឬក៏ដំណាំអីផ្សេងរបស់គាត់បានលទ្ធផលល្អគាត់នឹងសែននេះសែននោះទៅតាមអ្វីដែលគាត់បានសន្យារស់ដល់ពេលគាត់នៅពេលដែលគាត់បានដំណាំរបស់គាត់បានទៅតាមអ្វីដែលគាត់ចង់បានឬក៏ហៅថាល្អប្រសើរអញ្ចឹងទៅគឺគាត់រមែងធ្វើតាមការសន្យារបស់គាត់បាទនេះគឺជាទំនៀមទម្លាប់បែបប្រពៃណីបុរាណខ្មែរយើងតាំងពីចំនួនដូនតាយើងណាបាទអញ្ចឹងដូចពាក្យថាអ្នកតាគឺជាគេថាជាជំនឿបែបអរូបីទេប៉ុន្តែគឺជាទំនៀមទម្លាប់បែបបង្កើតឡើងតាំងពីចំនួនហៅថាចំនួនសម័យពរេប្រវត្តិគឺសម័យមុនអង្គរបាទអញ្ចឹងគឺកាលណាក៏ដើរព្រៃឬក៏ដើរព្រៃឬក៏ទៅធ្វើដំណាំនៅក្នុងព្រៃនៅក្នុងស្រែនៅក្នុងចំការណាណីនោះដូច្នេះហើយគាត់ក៏តែងតែបន់ស្រន់អូតាយាយមើលថែរក្សាកូនចៅចេះចូលទៅដល់ពេលអញ្ចឹងគាត់ធ្វើទៅក៏បានសេចក្តីសុខសេចក្តីចម្រើនយ៉ាងណាបានសេចក្តីសុខសេចក្តីចម្រើនគាត់ក៏មិនមានអីចង្ការមាននេះបន្តិចទៅមាននោះបន្តិចទៅអ្វីដែលលទ្ធភាពគាត់អាចធ្វើបានប៉ុណ្ណាគាត់ធ្វើប៉ុណ្ណឹងដើម្បីទម្លឹកដើម្បីសែនថ្វាយទៅដល់អស់លោកទាំងនោះដែលបានមើលថែរក្សាពួកគាត់ចឹងបាទនេះគឺគាត់ធ្វើលក្ខណៈថាធំឡំបងប្អូនណារូបខ្វៃមួយរូបខ្វៃប៉ុណ្ណាណៃមួយបាទហើយនឹងមុនមកគូនេះមានផ្លែឈើមានអីផ្សេងបាទច្រើនបាទនេះគឺ